នในการឆ្នាំឆ្លើយចានៅក្នុងខែសីហាខាងមុខនេះលោកអ្នកនឹងមានអារម្មណ៍ថាអ្វីៗចាប់ផ្ដើមល្អប្រសើរជាងមុនចាចំពោះការខំប្រឹងប្រែងរហូតមករបស់អ្នកទាំងអស់គ្នាគឺចាប់ផ្ដើមបង្ហាញលទ្ធផលបន្តិចម្ដងចាប៉ុន្តែកុំទទួលការងារច្រើនពេកព្រោះអាចធ្វើឲ្យប៉ះពាល់ចំពោះសុខភាពលោកអ្នកចាចំពោះអ្នកធ្វើការអាចទទួលបានការទុកចិត្តឬក៏ពេញចិត្តចំពោះថ្នាក់លើឬក៏អតិថិជនរបស់លោកអ្នកចាសម្រាប់អ្នកប្រកបអាជីវកម្មវិញអាចទទួលបានការកម្មង់ឬក៏ការបញ្ជាទិញពីអតិថិជននឹងកាន់តែច្រើនចាចំពោះហេរ៉ាមេថូចាគឺមានចំណូលចូលមកល្អប្រសើរជាងមុនចាប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះការចំណាយណាដែលមិនចាំបាច់ឬការវិនិយោគណាដែលមិនបានច្បាស់លាស់ចាហើយក៏អាចទទួលបានប្រាក់ចំណូលបន្ថែមពីការងារក្រៅម៉ោងឬក៏តកតងគម្រោងថ្មីរបស់លោកអ្នកចាចំពោះស្នេហាសម្រាប់បងប្អូនដែលមានគូចាអាចនឹងមានការពិភាក្សាពីគម្រោងអនាគតជាមួយគ្នាចាហើយអ្នកនៅលាវអាចមានគេលួចមើលចាមានគេចាប់អារម្មណ៍ឬក៏មានការជួបបុគ្គលណាដែលគាត់មានការគិតឬក៏ទស្សនៈនឹងស្តៀងលោកអ្នកចាចំពោះសុខភាពចាគ្រាន់តែលោកអ្នកត្រូវសម្រាប់បានគ្រប់គ្រាន់ចាដោយសារតែមួយរយៈពេលនោះលោកអ្នកនឹងអាចនឹងមមាញឹកចាឬក៏រវល់ច្រើនទទួលការងារច្រើនពេកអាចធ្វើឲ្យបាក់កម្លាំងឬក៏ឆាប់ហត់ឆាប់ stress ចាអញ្ចឹងត្រូវតែថែទាំសុខភាពនិងថែរក្សាតុល្យភាពរវាងការងារចាស្នេហារឿងគ្រួសារចាឲ្យបានល្អចាដើម្បីឲ្យការងារលោកអ្នកនឹងគឺមានភាពរលូនចាអរគុណ